អ្នកស្រីសែមសុផលដែលត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLV ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅល្ងាចថ្ងៃទី17 ខែមិថុនាបន្ទាប់ពីជាប់ពន្ធនាគារគ្រប់ចំនួនតាមអំណាចសាលក្រមតុលាការរយៈពេល22 ខែអ្នកស្រីជាកសិករនិងជាសកម្មជនគណៈបកប្រជាធិបតេយ្យមូលដ្ឋានរស់នៅខេត្តកណ្ដាលញាតិមិត្តនិងក្រុមគ្រួសាររបស់អ្នកស្រីសុផលប្រមាណ30នាក់បានមកចាំទទួលអ្នកស្រីនៅមុខមណ្ឌលអប់រំកាយប្រាយទី2ក្នុងរាជធានីភ្នំពេញសំណើចនិងស្នាមញញឹមលាយឡំនឹងទឹកភ្នែករលីងរលោងអ្នកស្រីបានស្ទុះអបញាតិមិត្តដែលខានជួបគ្នាជិត2ឆ្នាំមកនេះអ្នកស្រីសុផលថាសុខភាពរបស់គាត់ល្អធម្មតាហើយគាត់មានគម្រោងបង្កើតបណ្ណាល័យមួយនៅក្នុងភូមិដើម្បីផ្ដល់កន្លែងអានសៀវភៅជូនពលរដ្ឋចាស់ក្មេងនៅក្នុងភូមិខ្ញុំទៅវិញខ្ញុំនឹងបើកផ្ទះខ្ញុំបើកបណ្ណាល័យដាក់សៀវភៅច្បាប់ឲ្យបងប្អូនខ្មែររៀនឲ្យចេះទាំងអស់គ្នាកុំឲ្យរងចាស់ខ្ញុំចង់ជួយចាស់ដែរដោយសារខ្ញុំចង់ឲ្យចាស់ដាំបន្លែពេញភូមិខ្ញុំទិញគាត់យកលក់ទៀតឲ្យគាត់បានលុយរាល់ថ្ងៃដោយសារខ្ញុំមកបាត់ណូគាត់អត់មានលុយទៅវត្តអត់មានលុយទិញថ្នាំទេហូបណាមួយតាំងពីរយៈពេលខ្ញុំមកជាប់នៅពន្ធនាគារដោយសារគាត់ឆ្លាប់អស់គ្នាច្រើននៅខ្លាចាស់អូខ្ញុំសប្បាយរីករាយចង់ស្រកទឹកភ្នែកទៅចូលយកគាត់មិនហ្នឹងព្រោះបែកពីគាត់22 ខែអញ្ចឹងអារម្មណ៍ពេលដែលគាត់ចេញមកអោបគាត់ប្រសើរគាត់ចង់ឲ្យគាត់មានសេរីភាពវិញហ្នឹងបាទ22 ខែនេះសម្រាប់ខ្ញុំយូរមែនតើណាដែលបែកពីម្ដាយដែលគាត់ល្អគាត់ចេះជួយយកអាសាអ្នកដទៃអ្នកភូមិគាត់យកអាសាទាំងអស់ហ្មងបាទពេកឃើញក្មួយចេញត្រីយ៉ាងម៉េចដែរពេកក្នុងខ្លួនដូចថាវាមិនឡើងនឹងនឹកឃើញក្មួយវាជាថ្ងៃពិសេសហើយបងប្អូនយើងរងចាំជាច្រើនពេលកន្លងមកសឹងថាគិតរាល់ថ្ងៃថាឲ្យវាដល់ថ្ងៃហ្នឹងណាហើយជាក់ស្ដែងយើងឃើញមកថ្ងៃនេះមួយចំនួននេះក៏កុញប៉ុណ្ណេះហើយអ្នកដែលតាក់ទងឆាតសួរអ្នកដែលទេសួរហ្នឹងក៏ត្រូវខ្ញុំផ្សាយបន្តដែរអញ្ចឹងអានេះវាជាអារម្មណ៍ឬក៏ជាថ្ងៃទន្ទឹងរង់ចាំរបស់បងប្អូនសាច់ញាតិពួកយើងជាសាច់ញាតិបានជជែកមកគាត់ដែរថារឿងសំខាន់ដែលគាត់ត្រូវធ្វើពេលនេះគឺខែសុខភាពផ្លូវកាយផ្លូវចិត្តគាត់ឲ្យបានល្អហើយកិច្ចការក្រៅពីគាត់ដាំបន្លែគាត់ក៏បរិយាជីវិតគាត់នឹងធ្វើអំពើល្អដែលគាត់ធ្លាប់ធ្វើកន្លងមកហើយវាជាបុណ្យកុសលដោយតែគាត់បំពេញពីដើមមកអញ្ចឹងវាជារឿងល្អហើយរឿងត្រឹមត្រូវដែលយើងគាំទ្រហើយអាចនឹងតាក់ទងមិត្តភ័ក្តិដែលមានបណ្ណាល័យមានអីហ្នឹងគាត់ជួយជាសភៅជួយជាកំណត់អីក្នុងការបដិបដាលឲ្យបានកំណត់កាន់តែចេះដឹងកាន់តែបានទលាយក្នុងសង្គមយើងកាន់តែច្រើនអ្នកស្រីសុផលជាកសិករម្នាក់ដែលចិញ្ចឹមជីវិតដោយការដាំបន្លែចម្រុះតាមបច្ចេកទេសកសិកម្មបានទិន្នផលខ្ពស់គាត់ក៏ជាមនុស្សម្នាក់ដែលបានជួយឲ្យពលរដ្ឋនៅក្នុងភូមិអាចរកចំណូលបានពីការដាំបន្លែលក់តាមរយៈការទទួលទិញពីពលរដ្ឋទៅលក់បន្តដែរអ្នកស្រីសែមសុផលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី16 ខែសីហាឆ្នាំ2024និងត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល22 ខែក្នុងបទល្មើសញុះញង់ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជាឡាវវៀតណាម CLV អ្នកស្រីសែមសុផលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង60នាក់ដែលត្រូវបានចោទប្រកាន់និងឃុំខ្លួនជុំវិញរឿងនេះបើទោះបីជាគម្រោង CLV នេះត្រូវរដ្ឋាភិបាលលុបចោលវិញក៏ដោយនេះបើតាមការបញ្ជាក់ពីអង្គការលីកាដូ